ទាំងថ្ងៃមួយខ្ញុំទៅចូលរួម event មួយតាមពិតខ្ញុំខ្លាចខ្ពស់តាំងពីដើមតាំងពីទូចមកខ្ញុំអត់ហ៊ានសូម្បីតែឡើងដើមឈើដើម្បីទៅកាត់ផ្លែឈើនៅដើម្បីខ្លួនឯងទោះបីខ្លួនឯងចង់ញ៉ាំក៏ដោយក៏ខ្លួនឯងអត់ហ៊ានឡើងដើមឈើនឹងដែរក៏ប៉ុន្តែខ្ញុំបានចូលរួម event Tiger ហើយគេមានគេហៅថា spin ខ្លាំងក្រហមកម្ពស់ spin គឺរហូតដល់20ម៉ែត្របងប្អូនពីក្រោមចុះលើហើយគេមានរបៀប spin យូរគេចឹងគេឲ្យយើង challenge ដើម្បីឆ្លង spin ហ្នឹងឲ្យទៅកាន់ទីតាំងទៅពីកន្លែងមួយទៅទីមួយទៅមួយចឹងទៅពីដំបូងពេលខ្ញុំទៅគឺខ្ញុំអត់ហ៊ានទេខ្ញុំខ្លាចប៉ុន្តែខ្ញុំតែខ្លាចចឹងខ្ញុំអង្គុយគិតអង្គុយខ្លួនឯង relax ហើយអង្គុយគិតស្រាប់តែវាជុំតិចខ្ញុំមានអារម្មណ៍ថា energy ខ្ញុំត្រឡប់មកវិញខ្ញុំមាន energy ហើយខ្ញុំបានសម្រេចចិត្តនៅពេលនេះគឺចុងម៉ោងនៅពេលដែលគេបិទ station spin ហ្នឹងហើយក៏ប៉ុន្តែខ្ញុំសូមក្រុមការងារឲ្យជួយខ្ញុំគឺខ្ញុំ challenge ខ្លួនឯងនៅលើ spin ហ្នឹងខ្ញុំឡើងទៅ challenge ខ្លួនឯងពី spin ម្ខាងទៅម្ខាងហើយចដាលពីក្រុមឡើងលើហ្នឹងក៏ពុំតែបងប្អូនខ្ញុំខ្លាចតាំងពីខ្ញុំឡើងតាមចដាលពីព្រោះពីខាងរហូតប្រហែលជិត10 20ម៉ែត្របងប្អូនក៏ឡើងតាមចដាលខ្ញុំឃើញដែរប៉ុន្តែខ្ញុំទៅនឹង20ពេលដែលខ្ញុំឡើងតាមចដាល20ហើយខ្ញុំមានអារម្មណ៍ខ្ញុំ feel ធម្មតាខ្ញុំ feel ធម្មតាមកវិញហើយខ្ញុំក៏ឃើញចាប់ដើមឡើង spin ហ្នឹងឆ្ងាយតែស្អាតពីព្រោះកំពុងពីលើ spin របស់បងប្អូន floor ហ្នឹងគឺ20ម៉ែត្រហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ធម្មតាពីព្រោះអីខ្ញុំបាន challenge ខ្លួនឯងឡើងកម្មចដាល20ម៉ែត្រពីក្រោមឡើងលើហើយខ្ញុំសៀវកម្មចដាលប៉ុន្តែដល់ពេលដែលខ្ញុំឡើងដល់កន្លែង station លើហ្នឹងហើយខ្ញុំមានអារម្មណ៍ថាធម្មតាហើយខ្ញុំដើរទៅមុខទៀតព្យាយាមដើរឆ្លងកាត់ spin ខ្លាំងក្រហមហ្នឹងនេះជាបទពិសោធន៍មួយហើយខ្ញុំសប្បាយចិត្តមែនតើតែខ្លួនឯងមិនធ្លាប់ធ្វើរឿងហ្នឹងពីដើមមកប៉ុន្តែខ្ញុំ challenge ខ្លួនឯងធ្វើវាតតែបានវិញតែនៅសល់តែបន្តិចទៀតគឺខ្ញុំគេបាត់ station ហ្នឹងឡើងឲ្យឆ្លងថ្ងៃពីព្រោះដល់ថ្ងៃចុងក្រោយហើយពេលហ្នឹងមានអារម្មណ៍ថាខ្លួនឯងដើរយឺតក៏ប៉ុន្តែគឺទឹកក្នុងចិត្តថាបើសិនជាយើងសុខចិត្តដើរយឺតតិចយឺតទៅដល់គោលដៅជាងយើងលឿនហើយយើងបែរជានៅស្តាក់កន្លែងណាមួយអញ្ចឹងធ្វើឲ្យគោលដៅរបស់យើងអត់បានទៅដល់គោលដៅរបស់យើងនេះគឺជា lesson learn របស់ខ្ញុំធ្វើទៅដោយខ្ញុំអត់ជួច្រើន ស្លងខ្ញុំ step ទោះបីជាជាងគេប៉ុន្តែខ្ញុំទៅដល់គោលដៅរបស់ខ្ញុំហើយខ្ញុំ challenge សម្រាប់ខ្លួនខ្ញុំអត់ challenge ជាមួយអ្នកដទៃប៉ុន្តែខ្ញុំ challenge ខ្លួនឯងខ្ញុំអាចធ្វើបានប្រើរយៈពេល4នាទីមិនដឹងថាយូរក៏ប៉ុន្តែ it's really amazing experience for myself ហើយខ្ញុំចង់គិតមកអ្នកទាំងអស់គ្នាធ្វើអីដែលអ្នកទាំងអស់គ្នាអត់ប្រកបទៅក៏ប៉ុន្តែហានិភ័យប្រកបដោយសមត្ថភាពពីព្រោះដោយសារខ្ញុំហ៊ានឆ្លង spin ខ្លាំងក្នុងហ្នឹងដោយសារគេមានអ្នកជំនាញរបស់គេហើយការតខ្សែរបស់គេនឹងក៏ជាប់មាំល្អមុខគេម៉ត់ចឹងដែរក្នុងការត spin ហ្នឹងអញ្ចឹងខ្ញុំក្លាហានហ៊ានឡើង spin ហ្នឹងការ risk challenge ខ្លួនឯងអូផ្សំជាមួយនឹងការមានសមត្ថភាពដឹងជាមួយថាកន្លែងហ្នឹងមានសមត្ថភាពហើយក៏ប៉ុន្តែយើងគ្រាន់តែ challenge ខ្លួនឯងឲ្យផុតពីអ្វីដែលខ្លួនឯងខ្លាចគឺប៉ុណ្្នឹងគឺ really amazing អញ្ចឹង